បងផលិតផលខ្ញុំប្រើច្រើនមុខហើយប៉ុន្តែដូចជាកលួតចុះសោះខ្ញុំប្រើច្រើនណាស់ណាបងដែលដូចអត់ចុះសោះស្រាប់តែឆែកមើលអំពីទម្លាប់ប្រចាំថ្ងៃមើលនៅដដែលទាំងការញ៉ាំទាំងការគេងទាំងសកម្មភាពទូទៅគឺដដែលសកម្មភាពដដែលទម្លាប់ដដែលលទ្ធផលវាមានន័យប្រែប្រួលទេបងគិតថាផលិតផលហ្នឹងវាគឺជាថ្នាំរំលាយខ្លាញ់ដាក់ទៅបងស្រាប់តែស្ប៉ែតធូពោះស្រាប់តែស្រកគីឡូភ្លាមមែនក្នុងពេលមួយអាទិត្យពីរអាទិត្យមួយខែពីរខែហ្នឹងមែនអត់ទេបងត្រូវដឹងថាបងញ៉ាំចំណីអាហារមួយថ្ងៃ2ពេល3ពេល4ពេលអ្នកខ្លះ5ពេលទៅទៀតហើយបងមានហាត់ប្រាណទេចំណីអាហារដែលបងញ៉ាំហ្នឹងតើវាត្រឹមត្រូវដែរឬទេអត់ផងហ្នឹងហើយមិនតែប៉ុណ្ណោះថែមទៅលើអាហារមួយចំនួនដែលមានស្ករច្រើនខ្លាញ់ច្រើនអ្នកខ្លះញ៉ាំទាំងស្រូវសាលីទៅទៀតចឹងសួរតើឱកាសនៃការចុះគីឡូហ្នឹងវាមានឱកាសប្រមាណទៅខ្ញុំអាចឆ្លើយប្រាប់បងប្អូនថា 0% មិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែមិនចុះទេគីឡូបងប្អូនប្រកាសជាឡើង 100% នេះគឺជាការពិតអញ្ចឹងដើម្បីឲ្យបងប្អូនចុះគីឡូបានទី1បងប្អូនត្រូវតែជ្រើសឲ្យបានផលិតផលពិតដែលមានគុណភាពពិតប្រាកដមានសារធាតុសកម្មសារធាតុល្អហ្នឹងមែនទែនហើយខ្ពស់ហើយច្រើនទី2គឺត្រូវតែប្រើឲ្យត្រូវតាមក្បួនខ្នាតឲ្យត្រូវតាមរូបមន្តទី3គឺពាក់ព័ន្ធជាមួយនឹងកត្តារស់នៅរបស់បងប្អូនការគេងការញ៉ាំការប្រាណជាដើមប្រសិនបើបងប្អូនមិនធ្វើរឿងបែបហ្នឹងទេមិនអនុវត្តទៅតាមរូបមន្តក្បួនច្បាប់អស់ហ្នឹងទេកុំសង្ឃឹមបងប្អូនប្រើផលិតផលស្អីក៏ដោយធ្លាក់ពីឋានអាទិទេពពីឋានទេវតាណាក៏ដោយដែរពីឋានប្អិនណាក៏ដោយវាមិនចុះទេទោះបីជាបងប្អូនបូមខ្លាញ់ចេញវះពោះយកខ្លាញ់ចេញក៏ដោយបងប្អូនស្គមបានតែពេលវះពោះហ្នឹងឯងទម្លាប់ប្រចាំថ្ងៃបងប្អូនមិននៅតែដដែលហ្នឹងទេឡើងមកវិញលើសមុនទៀតដូចធុងសាំងចឹងអញ្ចឹងប្រសិនបើបងប្អូនជ្រើសបានផលិតផលពិតអនុវត្តទៅតាមក្បួនខ្នាត 100% ប្រកាសជាចុះ